បន្តលោកឈួនបរិយចាក់ដឹកនាំក្រុមការងារអញ្ជើញចុះសួរសុខទុក្ខនិងសំណេះសំណាលជាមួយនឹងទាហានក៏ដូចជាពលទាហានដែលកំពុងឈរជើងការពារព្រំដែនកម្ពុជាថៃនៅសមរភូមិចាត់ទិសប្រាសាទតាមាន់និងប្រាសាទតាក្របីលោកឈួនបរិយជំនួយការផ្ទាល់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជាបានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខសំណេះសំណាលជាមួយនាយទាហានរងនិងពលទាហាននាយនគរបាលនិងពលចនគរបាលដែលកំពុងតែឈរជើងការពារព្រំដែនកម្ពុជាថៃសមរភូមិទិសប្រាសាទតាមាន់និងប្រាសាទតាក្របីនៃខេត្តឧត្តរមានជ័យកម្មវិធីនេះប្រព្រឹត្តទៅនៅថ្ងៃទី5ខែឧសភាឆ្នាំ2025ដោយមានការអញ្ជើញចូលរួមពីលោកនុនដារុនសមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យលោកសាក់បូណាក់ជាប្រធានចលនាយុវជនកម្ពុជាក្រុម157ស្រុកភ្នំស្រុកតំណាងឲ្យលោកចៅជាអានប្រធានចលនាយុវជនសាខាខេត្តបន្ទាយមានជ័យព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកកចូលរួមផងដែរនៅក្នុងឱកាសនោះលោកឈួនបរិយក៏បានផ្ដាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិប្រតិបណ្ឌិតបរនីហ៊ុនសែនសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតដែលជានិច្ចកាលសម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចពីសុខទុក្ខជីវភាពរស់នៅរបស់បងប្អូនកងកម្លាំងប្រដាប់អាវុធរបស់យើងជាពិសេសគឺកងកម្លាំងប្រដាប់អាវុធដែលកំពុងតែឈរជើងការពារនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃជាមួយគ្នានេះផងដែរលោកឈួនបរិយក៏បានសម្ដែងនៅការកោតសរសើរនិងដឹងគុណទៅដល់បងប្អូនកងទ័ពនីតិហ៊ានពលទាហានទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្តហ៊ានពលីអាយុជីវិតចូលរួមនៅក្នុងសមរភូមិដើម្បីការពារជាតិអធិបតេយ្យភាពបូរណភាពទឹកដីនិងនាំមកនូវសុខសន្តិភាពស្ថិរភាពដែលជាការចាំបាច់ដល់ការសម្រេចបាននៅសមិទ្ធផលដ៏ធំធេងទៅលើគ្រប់វិស័យរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការងារគ្រប់គ្រងព្រំដែននិងបានយកចិត្តទុកដាក់ចំពោះកងកម្លាំងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនយ៉ាងខ្លាំងបន្ទាប់ពីបានសំណេះសំណាលជាមួយនឹងឧត្តមសេនីយ៍ត្រីចាអ្នកវងមេបញ្ជាការទទួលទិសសមរភូមិប្រាសាទតាមាន់រួចមកលោកក៏បានអញ្ជើញចុះមើលនៅសមិទ្ធផលនានាជាពិសេសអាងស្តុកទឹកមួយកន្លែងដែលបានសាងសង់រួចរាល់សម្រាប់ឲ្យកងកម្លាំងនិងប្រជាពលរដ្ឋនៅទីនោះប្រើប្រាស់នៅក្នុងកម្មវិធីនោះចាស់លោកឈួនបរិយព្រមទាំងក្រុមការងារនិងបងប្អូនប្រជាពលរដ្ឋអមដំណើរបានរៀបចំនៅពិធីបួងសួងចាស់សូមឲ្យបីបាច់ថែរក្សាដល់កងទ័ពនគរបាលជាតិឲ្យជួបនៅសេចក្តីសុខសេចក្តីចម្រើននិងទទួលបាននូវជ័យជំនះគ្រប់ភារកិច្ចនិងបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគទៅដល់កងកម្លាំងដែលកំពុងឈរជើងនៅទិសប្រាសាទតាមាន់និងប្រាសាទតាក្របីផងដែរដែលមានដូចជាចាមី10កេសអង្គ10ការុងទឹកសុទ្ធ350យួរម្ហូបអាហារសម្រាប់មនុស្ស350នាក់នំប៉័ង200ដើមនិងស្វាយ100គីឡូក្រាមព្រមទាំងថវិកាមួយចំនួន